ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំ Cameron ហើយថ្ងៃនេះគឺខ្ញុំនឹងមកចែករំលែកអំពីរឿង5យ៉ាងដែលខ្ញុំបានរៀនពេលដែលខ្ញុំចាក់ចែងពីតំបន់សុវត្ថិភាពឬយើងហៅថាជា comfort zone នឹងឯងអញ្ចឹងតំបន់សុវត្ថិភាពឬហៅថា comfort zone ហ្នឹងបើសិនជាបកតាម website មួយដែលមានឈ្មោះថា Select Psychology ដែលគាត់ publish នៅក្នុងឆ្នាំ2022គាត់បានឲ្យនិយមន័យថាតំបន់សុវត្ថិភាពហ្នឹងគឺជាស្ថានភាពផ្លូវចិត្តមួយដែលមនុស្សម្នាក់មានអារម្មណ៍ថាសុខស្រួលមានអារម្មណ៍ថាមានសុវត្ថិភាពមានអារម្មណ៍ថាយើងមានទម្លាប់ជាមួយនឹងអាចថាជាភាពសាំនៅក្នុងមជ្ឈដ្ឋានដែលយើងរស់នៅនឹងហើយនៅអារម្មណ៍ណាវាមិនធ្វើឲ្យយើងមានភាពតានតឹងវាមិនធ្វើឲ្យយើងមានការថប់អារម្មណ៍ទេដែល comfort zone ហ្នឹងឬតំបន់សុវត្ថិភាពហ្នឹងវាជាកន្លែងមួយដែលមានផាសុកភាពសម្រាប់យើងដែលយើងមិនចាំបាច់ត្រូវទៅប្រឈមមុខនៅអ្វីដែលថ្មីត្រូវទៅធ្វើអ្វីដែលពិបាកដែលគួរឲ្យខ្លាចអីទេនេះគឺជានិយមន័យរបស់ពាក្យថាតំបន់សុវត្ថិភាពឬក៏ comfort zone នឹងឯងអញ្ចឹងត្រឡប់មកវិញខ្ញុំនឹងនិយាយអំពីរឿង5យ៉ាងដែលខ្ញុំបានរៀនពីការចាក់ចេញពីតំបន់សុវត្ថិភាពរបស់ខ្ញុំអញ្ចឹងរឿងទី1គឺខ្ញុំអាចស្វែងយល់ខ្លួនឯងបានច្រើនជាងមុនព្រោះថានៅពេលដែលយើងចាក់ចេញពី comfort zone យើងមានពេលដែលអាចមកនៅរបៀបថាយើងមានពេលច្រើនដើម្បីនៅជាមួយយើងខ្លួនឯងអាចស្វែងយល់ថាយើងស្រឡាញ់អីយើងចូលចិត្តអីយើងចង់ធ្វើអីអាហ្នឹងនៅពេលដែលយើងចំណាយពេលនៅជាមួយខ្លួនឯងបានច្រើនយើងនឹងអាចស្វែងយល់ពីរឿងទាំងអស់ហ្នឹងអញ្ចឹងចំណុចទី2គឺជួយឲ្យខ្ញុំមានភាពទទួលខុសត្រូវច្រើនជាងមុនឧទាហរណ៍ដូចខ្ញុំចូលរួមកម្មវិធីស្ម័គ្រចិត្តមួយដែលមានរយៈពេលវែងអញ្ចឹងមករយៈចុងក្រោយមុននឹងកម្មវិធីនឹងចប់គឺការងារកាន់តែច្រើនហើយខ្ញុំរៀនពីសាលាខ្ញុំមានការងារ assignment ខ្ញុំមានត្រូវឡើង present ត្រូវ written assignment អីផ្សេងៗជាច្រើនខ្ញុំមានការងារច្រើនពីសាលាផងការងារកន្លែង volunteer ក៏ច្រើនអញ្ចឹងអាចថាពេលខ្លះខ្ញុំហត់ខ្ញុំ stress នឹងការងារសាលាផងហើយត្រូវទៅទទួលខុសត្រូវការងារស្ម័គ្រចិត្តនឹងទៀតអញ្ចឹងពេលខ្លះធ្វើឲ្យយើងរុញរាប៉ុន្តែយើងអាចបោះបង់យើងអាចត្រឡប់វាចោលបានដោយសារវាជាទំនួលខុសត្រូវរបស់យើងដែលយើងត្រូវទៅធ្វើវាជាតួនាទីរបស់យើងដែលយើងត្រូវទៅបំពេញនេះគឺជាអ្វីដែលខ្ញុំបានរៀនហើយចំណុចទី3គឺជួយឲ្យខ្លួនឯងហ៊ានប្រឈមមុខនឹងបញ្ហាហ៊ានទទួលស្គាល់ការពិតមានភាពធន់មានភាពអត់ធ្មត់ច្រើនជាងមុនភាពធន់nàyដែលអាចនិយាយតើតោះជាមួយនឹងភាសាអង់គ្លេសគេហៅថាមាន resilient ណាយើងមានភាពធន់ណាអញ្ចឹងកន្លែងនេះខ្ញុំចង់សំដៅទៅលើអាចថាស្ថានភាពផ្លូវចិត្តវាជួយឲ្យខ្ញុំមានផ្លូវចិត្តរបស់ខ្ញុំហ្នឹងវារឹងមាំជាងមុនឧទាហរណ៍កាលពីឆ្នាំទៅគឺខ្ញុំបានដាក់ការងារ volunteer ថាការងារស្ម័គ្រចិត្តនឹងនៅក្នុងកម្មវិធីធំមួយចំនួនប៉ុន្តែខ្ញុំត្រូវបានគេបដិសេធខ្ញុំត្រូវធ្លាក់ខ្ញុំអត់ជាប់ខ្ញុំបានត្រឹម interview ហើយសម្ភាសហើយគឺខ្ញុំធ្លាក់ខ្ញុំមិនអាចទៅបន្តអត់អាចចូលរួមស្ម័គ្រចិត្តនៅកម្មវិធីនឹងបានទៀតទេអញ្ចឹងនៅពេលដែលខ្ញុំទទួលបានការបដិសេធពីគេអញ្ចឹងធ្វើឲ្យខ្ញុំនឹងពេលខ្លះមានអារម្មណ៍ថាហេតុអីបើយើងអត់អាចជាប់ការងារមួយហ្នឹងប៉ុន្តែក៏វាជួយឲ្យផ្លូវចិត្តរបស់យើងនឹងរឹងមាំហើយយើងហ៊ានទទួលថាអូខេខ្ញុំខ្វះខាតចំណុចហ្នឹងខ្ញុំអត់មានចំណុចហ្នឹងមិនគេអត់យកខ្ញុំអញ្ចឹងឧទាហរណ៍ផ្សេងទៀតដូចខ្ញុំចូលរួមកម្មវិធីការប្រកួតជជែកដេញដោលប៉ុន្តែខ្ញុំធ្លាក់ឧទាហរណ៍ដូចសារភាពប្រាប់គេ and then គេបដិសេធអញ្ចឹងអាហ្នឹងគ្រាន់តែជាឧទាហរណ៍ដែលយើងអាចដែលចង់ឲ្យអ្នកនរគ្នាមើលឃើញថានៅពេលដែលយើងទទួលបានការបដិសេធឬក៏របៀបយើងអត់ជាប់នៅអ្វីដែលយើងចង់ធ្វើអាចថាយើងមានការអត់ធ្មត់ខ្លាំងជាងមុនហើយក៏ធ្វើឲ្យស្ថានភាពអារម្មណ៍ផ្លូវចិត្តរបស់យើងនឹងរឹងមាំជាងមុនដែរហើយចំណុចទី4គឺបង្កើតភាពជឿជាក់លើខ្លួនឯងដែលការបង្កើតភាពជឿជាក់ខ្លួនឯងហ្នឹងគឺសំដៅទៅលើការអនុញ្ញាតឲ្យខ្លួនឯងទៅធ្វើអ្វីដែលថ្មីទៅរៀនអ្វីដែលថ្មីទៅចូលរួមកម្មវិធីសិក្ខាសាលាអីផ្សេងៗទៅជួបមនុស្សថ្មីដើម្បីរៀនបានបទពិសោធន៍ឬក៏ចំណេះដឹងដែលថ្មីសម្រាប់យើងដើម្បីអភិវឌ្ឍខ្លួនហើយចំណុចទី5គឺការជួយឲ្យខ្លួនឯងរឹងមាំជាងមុនរឹងមាំនៅកន្លែងនេះខ្ញុំចង់សំដៅទៅលើរឹងមាំខាងផ្នែកផ្លូវកាយខ្ញុំឧទាហរណ៍ដូចនៅពេលដែលយើងរស់នៅក្នុង comfort zone យើងនៅជាមួយនឹងឪពុកម្ដាយរបស់យើងនៅពេលដែលខូចអំពូលឬក៏បែកទៅយកទឹកឬក៏ត្រូវដូរទៅយកទឹកអីជាដើមឬក៏ត្រូវតឡើងដង្ហើរឬក៏អីផ្សេងទៅប្រកាសណាស់អ្នកទាំងអស់គ្នានឹងពឹងឪពុកឬក៏ប៉ាឬក៏បងប្រុសរបស់អ្នកទាំងអស់គ្នាដើម្បីធ្វើខ្ញុំអញ្ចឹងពេលខ្ញុំនៅផ្ទះការងារអីផ្សេងដូចដូរអំពូលដូចដូរទៅយកទឹកដូចតឡើងដង្ហើរឬក៏អីផ្សេងគឺខ្ញុំនឹងពឹងប៉ាជួយធ្វើជួយដូរជួយអីឬក៏បងប្រុសខ្ញុំជួយធ្វើជួយអីអញ្ចឹងទៅប៉ុន្តែនៅពេលដែលយើងចាក់ចេញពីតំបន់សុវត្ថិភាពទាំងអស់ហ្នឹងយើងចាក់ចេញពីកន្លែងដែលអ្នកចាំជួយយើងមកប្រឈមមុខខ្លួនឯងយើងត្រូវតែធ្វើអានឹងខ្លួនឯងមានន័យហាត់ឬក៏រៀនធ្វើវាខ្លួនឯងនៅពេលដែលឧទាហរណ៍ដូចត្រូវដូរទៅយកទឹកពេលខូចដូរខ្លួនឯងទិញដូរខ្លួនឯងពេលខូចអំពូលទិញអំពូលមកដូរខ្លួនឯងអានេះគឺជាបទពិសោធន៍ឬក៏មេរៀនមួយដែលខ្ញុំបានរៀននៅពេលដែលខ្ញុំចាក់ចេញពីតំបន់សុវត្ថិភាពរបស់ខ្ញុំហើយជាចុងក្រោយខ្ញុំគិតថាមិនថាការរស់នៅក្នុង comfort zone តំបន់សុវត្ថិភាពឬក៏ការចាក់ចេញពីតំបន់សុវត្ថិភាពវាសុទ្ធតែមានផលវិបាកឬក៏គុណសម្បត្តិនិងគុណវិបត្តិដូចគ្នាប៉ុន្តែវាអាស្រ័យទៅលើយើងថាតើយើងហ៊ានប្រឈមមុខនឹងអ្វីដែលបានកើតឡើងអត់
អញ្ចឹងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះមកដល់ភាគបញ្ចប់អញ្ចឹងជួបគ្នានៅក្នុងវីដេអូក្រោយចាអរគុណច្រើនបាយបាយ